សូមជម្រាបសួរបាទថ្ងៃនេះខ្ញុំលើករឿងក្រោយឆាកបន្តិចចូលមកគ្រាន់តែចែកចាយជាចំណេះដឹងណាវានៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃនេះវាមានពាក្យនិយាយច្រើនតាក់ទងជាមួយនឹងល្បិចកុហកឬក៏អែបអបហើយតើការអែបអបហើយនឹងការកុហកហ្នឹងវាមានទំនាក់ទំនងទៅយ៉ាងម៉េចមែនទេទៅបើតាមអ្វីដែលមានជាចិត្តនៅក្នុងចិត្តសាស្ត្រសង្គមគួរតែមាននិយាយដែរពីសង្គមមួយដែលវាសម្បូរទៅដោយការអែបអបហ្នឹងតើកម្រិតនៃការកុហកហ្នឹងវាមានវិសាលភាពប៉ុណ្ណាណាបាទបើយើងមើលពីឫសគល់នៃចិត្តសាស្ត្រគឺការកុហកនេះវាកើតមានតាំងពីក្មេងតូចមកបាទហើយក៏មានការស្រាវជ្រាវច្រើនទាក់ទងនឹងការអប់រំក្មេងគឺសួរថាតើអ្នកណាដែលបង្រៀនក្មេងឲ្យចេះកុហកពីដំបូងគឺគេសំដៅទៅលើសាលារៀនបាទគឺសាលារៀនហ្នឹងគឺជាកន្លែងដែលបណ្ដុះឲ្យក្មេងចេះកុហកចឹងពេលណាដែលយើងលើករឿងហើយជាលើករឿងនឹងឡើងបងប្អូនយើងខ្លះហើយជាអស់សំណើចឬក៏ឆ្ងល់ថាសាលារៀនកន្លែងអប់រំមនុស្សសោះមិនបានជាសាលារៀនគេថាជាកន្លែងបណ្ដុះក្មេងឲ្យចេះកុហកបាទនៅក្នុងនោះគេមានរឿងពីរដែលខ្ញុំចង់លើកមកមានមួយនោះគេដាក់ក្មេង2នាក់នៅក្នុងបន្ទប់ផ្សេងគ្នាសម្នៅមុខការតាមរបស់ពួកអ្នកចិត្តសាស្ត្រក្មេងណាហើយបន្ទប់មួយនោះគេដាក់របស់ឲ្យលេងដូចគ្នាណាបន្ទប់មួយទៀតក៏ចឹងដែរប៉ុន្តែពីខាងក្រៅបន្ទប់វាមានកញ្ចក់ដែលពួកខាងចិត្តសាស្ត្រហ្នឹងគេអាចមើលឃើញពីក្រៅទៅដើម្បីចង់ដឹងពីអត្តចរិតរបស់ក្មេងហ្នឹងហើយគេបានហាមក្មេងទាំងពីរហ្នឹងថាកុំឲ្យប៉ះពាល់ទៅលើរបស់ដែលគេដាក់ឲ្យលេងចាំដល់ពេលពួកគាត់មកវិញចាំលេងចោះណាក្មេងហ្នឹងក៏ឆ្លើយបាទទាំងពីរនាក់ទៅដល់ទៅពេលពួកខាងអ្នកចិត្តសាស្ត្រនឹងចេញមកក្រៅបន្ទប់ហើយមើលពីក្រៅកញ្ចក់ទៅមើលពីក្រៅតាមកញ្ចក់ទៅយើងឃើញមានអាក្មេងមួយនោះវាលេងមួយទៀតអត់ហ៊ានលេងទេអង្គុយសម្លឹងស្រក់ទឹកមាត់នឹងប៉ុន្តែមួយទៀតវាលេងដល់ពេលលឺសូរសម្រាប់ជើងគ្រូដើរចូលទៅវិញវាឈប់វានៅស្ងៀមវាធ្វើវាអត់ដឹងសោះវាអត់បានឲ្យលេងសោះអ្វីដែលជាការវិនិច្ឆ័យរបស់អ្នកចិត្តសាស្ត្រគេថាក្មេងដែលវាចេះកុហកវាលេងហើយវាថាវាអត់លេងហ្នឹងអាហ្នឹងគេថាអាហ្នឹងវាមានការឆ្លាតការគិតរបស់វាហ្នឹងលឿនរហ័សណាអាហ្នឹងជារឿងដែលចាប់ផ្ដើមដំបូងទី2ទៀតការកុហករបស់ក្មេងដែលវារៀនពីសាលាហ្នឹងគឺតាមរយៈសម្ពាធដែលគ្រូដាក់ឲ្យកាលណាសម្ពាធការងារសម្ពាធ homework មានកាន់តែច្រើនវាធ្វើអត់តាន់គឺពេលនោះក្មេងចាប់ផ្ដើមរកមូលហេតុដើម្បីដោះស្រាយបាទអញ្ចឹងនេះជាឧទាហរណ៍មួយដែលបង្ហាញថាកន្លែងដើមដែលបង្ហាត់ក្មេងឲ្យចេះកុហកហ្នឹងគឺចេញពីសាលារៀនមកបាទគឺប្រព័ន្ធអប់រំចាប់បណ្ដុះក្មេងឲ្យចេះកុហកបាទដល់ទៅពេលយើងរស់នៅក្នុងសង្គមគ្រួសារធំឡើងកាលណាឪពុកម្ដាយតឹងរឹងពេកឪពុកម្ដាយជាអ្នកដែលអភិរក្សនិយមខ្លាំងពេកកូននឹងក៏ត្រូវតែរកវិធីសាស្ត្រផ្សេងដើម្បីកុហកម្ដាយទោះបីតិចឬក៏ច្រើនក៏ត្រូវតែកុហកអានឹងបានរួចខ្លួនបានមិនត្រូវមាត់បានរួចខ្លួនពីការត្រូវមាត់រួចខ្លួនពីការស្ដីបន្ទោសមានតែកុហកឧបមាថាហេតុអីមកយឺតតាមពិតខ្លួនឯងទៅដើរលេងជាមួយមិត្តភក្តិម្នាក់វិញប្រាប់មានhomeworkគ្រូដាក់ឲ្យច្រើនពេកចេញមកមិនតាន់អីចឹងទៅហ្នឹងទៅយូរទៅអាការកុហកហ្នឹងវាទៅជារឿងចំណេះដឹងមួយដែលជាភាពឆ្លាតវៃរបស់កូនក្នុងការដោះស្រាយកុំឲ្យម៉ែឲ្យនឹងបន្ទោសហើយដរាបណាឪពុកម្ដាយនឹងកាន់តែមានគេថាប្រកាន់នូវភាពតឹងរឹងនិយមកាន់តែច្រើនគឺពេលនឹងកូនខ្លួនឯងគឺខ្លាចទៅជាមនុស្សកុហកតែស្វ័យប្រវត្តិបាទអញ្ចឹងអាការកុហកនឹងយូរអាចទៅជាទម្លាប់មួយដែលមិនត្រឹមតែកុហកម៉ែឪឯងអាចថ្ងៃក្រោយវាទៅជាទម្លាប់មួយគឺកុហកអ្នកដទៃកុហកមិត្តភក្តិអីវាទៅជារឿងធម្មតារបស់ពួកគាត់
ដល់ទៅពេលយើងមកទស្សនភាពនៅកន្លែងធ្វើការក៏ដូចគ្នាដែរការណាសម្ពាធកាន់តែខ្លាំងការគម្រាមមានកាន់តែច្រើនការកុហកហ្នឹងក៏ត្រូវតែកើនឡើងដែរបាទដូចគ្នានឹងរឿងអ្នកនយោបាយដែរបាទនៅក្នុងការធ្វើនយោបាយតែកាលណាមានភាពតឹងរឹងខ្លាំងឧបមាថាមានការគៀបសង្កត់អីខ្លាំងមានការគម្រាមអីច្រើនគឺពេលនោះគឺអសមរភូមិកុហកហ្នឹងគឺគេយកមកប្រើកាន់តែច្រើនទៅបាទហើយអាចនឹងមានន័យថាទីចំបំផុតគឺអ្នកដឹកនាំនៅក្នុងកន្លែងមួយហ្នឹងគឺរំពាត់ដោយមនុស្សតើតែចេះកុហកបានតែនៅចិត្តគាត់បានណាព្រោះបើត្រង់ពិតពេកជួនកាលក៏ធ្វើឲ្យគាត់ពិបាកក្នុងការទទួលយកព្រោះគាត់ធ្លាប់ទទួលយកតែព័ត៌មានដែលគេអែបអបគេកុហកគាត់ប៉ុន្តែដល់គេប្រាប់ការពិតម្ដងគាត់តែងតែមានការពិបាកក្នុងការទទួលយកភ្លាមបាទហើយក្នុងស្ថានភាពខ្លះកាលណាយើងរស់នៅក្នុងប្រព័ន្ធមួយដែលជុំវិញទៅដោយតែអ្នកកុហកហើយនិងអ្នកអែបអបដល់ទៅពេលការពិតមកដល់ទីមួយអាចនឹងពិបាកទទួលយកឬក៏មិនជឿហើយពេលខ្លះទៀតក៏អាចមានន័យថាយឺតពេលកែរឿងឡើងកើតព្រោះរឿងនឹងវាបានទៅដល់កន្លែងមួយផ្សេងទៀតហើយបាទអញ្ចឹងនេះគ្រាន់តែជារឿងមួយដែលតាក់ទងជាមួយនឹងចិត្តសាស្ត្រនៃការកុហកដែលមិនមែនជារឿងមួយដែលកើតឡើងដោយចៃដន្យដោយសារមនុស្សនឹងត្រូវតែរៀនកុហកទេគឺវាមានប្រវត្តិនៃការបដិបដាលហ្នឹងធ្វើឲ្យមនុស្សចេះកុហកតាំងពីក្មេងៗមកបាទវាគ្រាន់ថានៅពេលដែលមនុស្សចាប់ផ្ដើមមករស់នៅក្នុងសង្គមនៅក្នុងរបបនៃការធ្វើនយោបាយតែកាលណាអ្នកដឹកនាំបណ្ដោយខ្លួនឯងឲ្យរំពាត់ទៅដោយក្រុមអ្នកកុហកនឹងច្រើនពេកគឺពេលនោះបានន័យថាអ្នកដែលកុហកនៅជុំវិញខ្លួនហ្នឹងគឺជាអ្នកដែលកំពុងតែរុញទូកបដោយទឹកបាទនេះជារឿងខ្លីដែលងាយយល់បាទចឹងសូមអរគុណបាទខ្ញុំមានតែប៉ុណ្្នឹងមកសូមជម្រាបលាសិន